ថ្ងៃនេះខ្ញុំនឹងយកអារម្មណ៍របស់មនុស្សបង្កើតបានជាគំនុំមួយសង្ជាធម្មតាមនុស្សយើងទាំងអស់គ្នាតែងតែមានអារម្មណ៍ជាច្រើនមិនថាអារម្មណ៍ខឹងសប្បាយចិត្តការទុក្ខហើយនឹងអារម្មណ៍ផ្សេងទៀតហើយថ្ងៃនេះខ្ញុំនឹងយកអារម្មណ៍របស់មនុស្សទាំងអស់ហ្នឹងបង្កើតជាគំនុំមួយសន្លឹកឥឡូវហ្នឹងខ្ញុំមាន color ទឹកកតាមួយសន្លឹកហើយជក់ចឹងយើងមកមើលតើអរគ្នាថាតើខ្ញុំយកអារម្មណ៍របស់មនុស្សបង្កើតជាគំនូរយ៉ាងដូចម្ដេចតែសារតែបើផាត់យកហើយខុសចឹងខ្ញុំគូព្រៀងសិនអញ្ចឹងនៅពេលដែលខ្ញុំគូហើយខ្ញុំនឹងបញ្យល់ដល់គ្នាថាតើគំនូរហ្នឹងគេបង្ហាញគេមើលមិនបានបញ្ជាក់ពីអារម្មណ៍របស់មនុស្សឥឡូវហ្នឹងខ្ញុំគូបានមនុស្សមួយហើយចឹងយើងមកមើលតើថាខ្ញុំនឹងគូអីតោះចង់ដាក់ពណ៌ណាខ្ញុំចង់គូយកម្ដងដល់គូព្រៀងអញ្ចឹងពួកខ្ញុំមើលដល់គ្នាថារូបហ្នឹងនឹងចេញឡើងវាជាអ្វីមួយដែលពិសេសខ្លាំងមែនទែននៅពេលដែលយើងគូគំនូរហើយគំនូររបស់យើងមានអត្ថន័យដែលវាជាចំណុចមួយដែលបង្ហាញលក្ខណៈពិសេសរបស់គំនូរដែលយើងគូដែរគំនូររបស់ខ្ញុំរួចរាល់ហើយអ្នកគ្នាអាចយល់បានខ្លះអត់ថាចំណុចណាដែលបង្ហាញពីអារម្មណ៍របស់មនុស្សគឺជាផ្កាចម្រុះផ្សេងនៅខាងក្រៅនឹងឯងអ្នកគ្នាផ្កានីមួយសុទ្ធតែមានអត្ថន័យនិងបញ្ជាក់ពីអារម្មណ៍របស់មនុស្សដែរដូចជា red rose បង្ហាញពីក្តីស្រឡាញ់ផ្កាដៃស៊ីសេចក្តីស្រឡាញ់ដែលបរិសុទ្ធ snowdrop សេចក្តីសង្ឃឹម sweet pea ពាក្យអរគុណ aster ភាពអត់ធ្មត់និងផ្កាផ្សេងទៀតដែលខ្ញុំដាក់ចូលគឺសុទ្ធតែមានអត្ថន័យនិងបង្ហាញពីអារម្មណ៍នីមួយ